សួស្តីបងប្អូននេះទឹកធ្លាក់នៅស្ពានកំពង់ទួលមើលទៅដូចនៅស្រុកគេហ្នឹងបងប្អូនទឹកធ្លាក់ទាំងសងខាងពីលើមើលទៅស្អាតមកស្ពានហ្នឹងនៅខាងលិចចំចៅជីពីកពតមកនៅផ្លូវជាតិលេខ3ហ្នឹងពាក្យច្រើនមានអ្នកស្គាល់ហើយប៉ុន្តែចំពេលខែទឹកធ្លាក់ចេះស្អាតណាហើយឃើញមានបងប្អូនមកដួសត្រីអីនៅខាងលើហើយចំណែកនៅខាងក្រោមនោះគេបង់ត្រីអានេះទស្សនភាពនៅខាងលើទឹកខាងលើមានអ្នកស្ទូចត្រីស្ទូចអីនៅដើមស្ពានអញ្ចឹងណាហើយចង់បង្ហាញថាវាឃើញថាវាស្អាតអញ្ចឹងហើយចិត្តហ្នឹងមានកញ្ចុះគេលក់អីញ៉ាំអីនៅចិត្តហ្នឹងមានប្តីប្រពន្ធគ្រួសារបងហ្វាគេអីណាញ៉ែញ៉ៃពេញហ្នឹងបងប្អូនចង់មកលេងក៏តំណងដែរអានេះកន្លែងបកគោស្ពានកន្លែងវាស់ទឹកស្ពានហ្នឹងមើលទៅធ្លាក់ស្អាតមកទំហឹងហ្នឹងប៉ុន្តែគ្រោះថ្នាក់អត់មានចុះទៅចិត្តចុះទៅលេងឯហានិភ័យហ្នឹងនៅទស្សនភាពខាងលើហើយតទៅខាងមុខទៀតខ្ញុំថតផ្នែកខាងក្រោមចាំទស្សនាមើលផ្នែកខាងក្រោមទៅអានេះកន្លែងគេវាស់ស្ទង់ទឹកនៅទីខាងលើហ្នឹងទេស្អាតញាក់សាច់ព្រឺព្រួចហ្នឹងថតដូចមើលទៅចិត្តតាមពិតវាធ្លាក់ឆ្ងាយដែរធ្លាក់វែងហើយនេះទស្សនភាពផ្នែកខាងក្រោមហូបសាហាវអ្នកយិនធ្លាក់អីគៀនហ្នឹងអីទៅចប់បាត់ហើយមានអ្នកធ្វើដំណើរមកឈប់ចាំមើលពីលើហ្នឹងក៏ច្រើនដែរដោយសារវាស្អាតមានអ្នកស្ទូចត្រីនៅក្រោមហ្នឹងប៉ុន្តែបើថតទៅឆ្ងាយនៅខាងមុខឆ្ងាយគេបងតំណាញ់នៅឆ្ងាយគៀនហ្នឹងគេអត់ហ៊ានបងមើលទឹកខ្មូលខ្មាញ់មក